លោកត្រាំកិច្ចពីការធ្វើឃាតពីអ៊ីរ៉ាំងឡើងជិះឡានដឹកម្ហូបអាហារដើម្បីដូរជើងហោះហើរខណៈធ្វើដំណើរពីតូគីទៅកាន់ចក្រភពអង់គ្លេសប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃពុធទី12សីហានេះថាកាលពីខែមុនលោកបានបដូរយន្តហោះដែលសម្ងាត់នៅប្រទេសតូគីតាមការណែនាំរបស់ក្រុមសេវាសម្ងាត់អាមេរិកដែលលោកអះអាងថាយន្តហោះដែលលោកបានផ្លាស់ប្ដូរទៅជិះចុងក្រោយនៅតែមានហានិភ័យខ្ពស់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters លោកត្រាំបានលើកឡើងថាបន្ទាប់ពីកិច្ចប្រជុំកំពូល NATO នៅក្នុងទីក្រុងអង្ការ៉ាលោកត្រូវបានផ្លាស់ចេញពីយន្តហោះ Air Force One ឲ្យសម្ងាត់តាមរយៈរយន្តដឹកម្ហូបអាហារនៅប្រលានយន្តហោះដើម្បីបដូរទៅជិះយន្តហោះយោធាមួយផ្សេងទៀតប្រតិបត្តិការនេះត្រូវបានរាយការណ៍ថាធ្វើឡើងដោយសារការគំរាមកំហែងធ្វើឃាតដោយត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធទៅនឹងអ៊ីរ៉ាំងលោកបានបញ្ជាក់ទៀតថាការផ្លាស់ប្ដូរយន្តហោះនេះធ្វើឡើងតាមការណែនាំរបស់ក្រុមការងារសម្ងាត់អាមេរិកដែលជាអង្គភាពទទួលបន្ទុកការពារប្រធានាធិបតីហើយលោកគ្រាន់តែអនុវត្តតាមការណែនាំរបស់ក្រុមសន្តិសុខនិងយោធាប៉ុណ្ណោះលោកត្រាំបានអះអាងទៀតថាលោកបានទទួលការគំរាមកំហែងច្រើននៅទីនោះប៉ុន្តែលោកមិនបានសួរព័ត៌មានលម្អិតអំពីការគំរាមកំហែងទាំងនោះទេការបដូរយន្តហោះនេះត្រូវបានរក្សាទុកជាការសម្ងាត់រហូតដល់សារព័ត៌មាន The Washington Post ធ្វើរបាយការណ៍ផ្សព្វផ្សាយនៅក្នុងសប្តាហ៍នេះគួរបញ្ជាក់ថាលោកត្រាំបានធ្វើដំណើរទៅកាន់ប្រទេសតូគីដែលជាយន្តហោះថ្មីដែលប្រទេសកាតាបានប្រគល់ឲ្យលោកជាអំណោយសម្រាប់ចូលរួមកិច្ចប្រជុំកំពូល NATO ប៉ុន្តែសម្រាប់ការចាកចេញលោកបានសម្រេចប្រើប្រាស់យន្តហោះ Air Force One ចាស់របស់លោកវិញទោះជាយ៉ាងណាលោកត្រាំត្រូវបានផ្លាស់ប្ដូរដោយសម្ងាត់ទៅជាយន្តហោះយោធាមួយផ្សេងទៀតតាមការណែនាំរបស់ក្រុមភ្នាក់ងារសម្ងាត់អាមេរិកដើម្បីវិធានការការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរពីតូគីទៅកាន់ចក្រភពអង់គ្លេស